chia mình thua mà đa mền môn niបន្តិចនាយករដ្ឋមន្ត្រីថៃបានចេញមកសម្លុតកម្ពុជាគម្រាមសហរដ្ឋអាមេរិកនិងមើលស្រាលទៅលើលោកដូណាល់ត្រាំនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានចេញមកថ្លែងសារជាថ្មីនៅថ្ងៃពុធទី12វិច្ឆិកាឆ្នាំ2025នេះថាភាគីកម្ពុជាគ្មានឱកាសសម្រាប់ចរចាបន្ថែមទៀតទេជាមួយនឹងភាគីថៃប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានលុបចោលហើយបើសហរដ្ឋអាមេរិកមិនពេញចិត្តជាមួយនឹងថៃប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដៃគូទីផ្សារថ្មីលោកបានបន្តទៀតថាលោកនឹងបំភ្លឺទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមពាក់ព័ន្ធនឹងចំណុចទាំង4ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពលែងមានន័យសម្រាប់ប្រទេសថៃទៀតហើយលោកអនុទីនក៏បានសង្កត់ធ្ងន់បន្តទៀតថាលោកក៏មិនអើពើជាមួយនឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីដូណាល់ត្រាំផងដែរលោកមិនអនុញ្ញាតឲ្យរឿងពន្ធគយមករារាំងដល់ថៃឬធ្វើជាថ្នូរក្នុងការដោះដូរអធិបតេយ្យភាពណាមួយរបស់ថៃបានឡើយហើយសម្រាប់ការត្រៀមខ្លួនផ្នែកយោធាថៃវិញប្រកាសណាកងទ័ពថៃបានត្រៀមរួចរាល់អស់ហើយ